ជំរាបសួរគ្រូជាសួស្តីពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីពី Channel វិទ្យាសាស្ត្រ Computer 101ចឹងនេះយើងបន្តនៅមុខវិជ្ជារបស់យើងតទៀតបាទ Fundamental of Computer ចឹងយើងចូលមកដល់ចំណុចទី4ហើយបាទចឹងចំណុចទី4នេះគឺយើងនឹងមកសិក្សាអំពីមូលដ្ឋានគ្រឹះនៅលើការប្រើប្រាស់នៅ Windows Computer អញ្ចឹងបានន័យថាខ្ញុំនឹងបង្រៀនអ្នកនរគ្នាអំពីមូលដ្ឋានគ្រឹះឲ្យយល់ថាកន្លែងណាធ្វើអីផ្សេងទេហើយក្រៅពីហ្នឹងគឺអ្នកនរគ្នាអាចធ្វើការ research ដោយខ្លួនឯងឬក៏រៀនប្រើប្រាស់ដោយខ្លួនឯងអញ្ចឹងណាបាទអញ្ចឹងខ្ញុំសន្មតថាអ្នកនរគ្នាមានកុំព្យូទ័រហើយអាចថាជាកុំព្យូទ័រធំក៏ដូចជា laptop អញ្ចឹងទៅអញ្ចឹងមុននឹងយើងឈានចូលទៅដល់ការរៀននៅ Windows គឺយើងនឹងមកដឹងអំពីការបើកកុំព្យូទ័រអញ្ចឹងចំពោះបងប្អូនដែលប្រើប្រាស់កុំព្យូទ័រប្រភេទគេហៅថា desktop ឬក៏កុំព្យូទ័រធំគឺជាធម្មតាដើម្បីបើកគឺយើងត្រូវតែ make sure ថាតើកុំព្យូទ័ររបស់យើងបានដល់ខ្សែភ្លើងឬក៏គេហៅថាខ្សែ power គ្រប់គ្រាន់នៅទី1គឺ monitor តើអេក្រង់របស់យើងបានដល់ខ្សែភ្លើងប្រក្រតីនៅតើវាមានដួតភ្លើងនៅលើនេះនៅទី2គឺភ្លើងអគ្គិសនីដែលយើងដោតចេញពីជញ្ជាំងយើងនឹងដោតចូលទៅក្នុងធុងកុំព្យូទ័រនឹងឬក៏ case នឹងតើយើងដោតវាមានភ្លើងត្រឹមត្រូវអត់ជួនកាលទៀតយើងដោត UPS មានបើកអត់មានអីទៀតអញ្ចឹងpower supply គឺអត់ទទួលបានអគ្គិសនីទេអញ្ចឹងនៅពេលដែលយើងចុចបើកគឺបើកអត់ចេញទេអញ្ចឹងចំណុចនេះគឺជា basic ដំបូងដែលអ្នកនាងត្រូវដឹងអំពីការផ្ដល់នៅអគ្គិសនីទៅដល់ឧបករណ៍របស់អ្នកនរគ្នាអញ្ចឹងយើងត្រូវ check ថា make sure ថាតើភ្លើងចូលនៅអំពីការបើកវិញម្ដងអញ្ចឹងបើសិនអ្នកនេះច្បាស់ថាកុំព្យូទ័រដោតភ្លើងត្រូវអស់ហើយអេក្រង់មានភ្លើងហើយអញ្ចឹងចំពោះកុំព្យូទ័រគឺមានប៊ូតុងមួយគេហៅថាប៊ូតុង power ដែលយើងអាចធ្វើការចុចបើកចុចបិទ shut down restart អញ្ចឹងទៅអញ្ចឹងនៅក្នុងរូបភាពនេះគឺជា Dell Vostro ហើយគ្រប់ model Dell ទាំងអស់ប៊ូតុងបិទបើកគឺជាទូទៅនៅខាងមុខគឺមានផ្លាកបែបនេះបាទអញ្ចឹងគឺកន្លែងនេះគឺកន្លែង power off and power on ហើយបាទហើយចំពោះកុំព្យូទ័រ clone desktop clone វិញម្ដងក៏វាមានប៊ូតុងមួយដើម្បីយើងបិទបើកនិងប៊ូតុង restart ដែរវាអាចនៅខាងលើវាអាចនៅជំហានខាងឆ្វេងនៅចំពីមុខឬខាងស្ដាំអញ្ចឹងលក្ខណៈពិសេសរបស់វាគឺវាអាចនៅទីតាំងណាមួយហើយចំពោះ Dell នេះវិញបាទមិនមែនប្រកាសថាវានៅខាងមុខទេពេលខ្លះវានៅខាងលើពេលខ្លះវានៅខាងឆ្វេងខាងស្ដាំអីដូចតែគ្នាដែរទេទៅតាម brand ដែលវាផលិតបាទអាហ្នឹងគឺនិយាយពី desktop ដែលយើងធ្វើការបើកចំពោះ laptop វិញlaptop ចំពោះការបើកវិញគឺវាមានប្រភេទផ្សេងទៀត laptop មួយចំនួនគឺអ្នកនរគ្នាមិនចាំបាច់ចុចប៊ូតុងបើកទេនៅពេលដែលយើងកាច់បត់អេក្រង់បើកមកគឺម៉ាស៊ីននឹងដំណើរការដោយស្វ័យប្រវត្តិបាទអាហ្នឹងមិនមែនជាការ sleep computer ទេប៉ុន្តែនៅពេលដែលយើងកាច់បើកមិនថាលើកអេក្រង់ឡើងមកគឺវានឹងដំណើរការ start up window ឲ្យយើងមកបាទហើយមួយទៀតពេលដែលយើងបើកមកអេក្រង់វាអត់ចេញអីទេមិនថាម៉ាស៊ីនអត់ដំណើរការវាដំណើរការលុះត្រាតែយើងចុចបើកអញ្ចឹងការចុចបើកគឺយើងតែងតែចុចនៅប៊ូតុងបិទបើកដូចទៅនឹង desktop ដែរគឺអាចថានៅជ្រុងខាងលើស្ដាំខាងឆ្វេងឬក៏ចំហៀងនៃហ្គេមរបស់កុំព្យូទ័ររបស់យើងអញ្ចឹងនៅក្នុងរូបភាពនេះគឺប៊ូតុងបិទបើកគឺនៅលើបាទបន្ទះនៃ keyboard យើងតែម្ដងជ្រុងខាងលើស្ដាំនេះគឺប៊ូតុងបិទបើកអញ្ចឹង brand មួយចំនួនទៀតអាចប៊ូតុងបិទបើកនៅខាងឆ្វេង brand មួយចំនួននៅខាងស្ដាំជួនកាលទៀតនៅខាងហ្គេមបាទហ្គេមចំហៀងនេះគឺយើងចុចបិទបើកនៅកន្លែងហ្នឹងបាទអូខេអញ្ចឹងនេះគឺតកតងជាមួយនឹងការបិទការបើកហើយខ្ញុំគិតថាអ្នកនរមើលមេរៀននេះខ្ញុំសន្មតថាអ្នកនរគ្នាបានទិញបាទ laptop ឬក៏ computer ដែលអ្នកនរគ្នា build ឬក៏ទិញមកនេះគឺមកជាមួយនឹង Windows 11ហើយបើសិនជាអ្នកនរគ្នាមានម៉ាស៊ីនហើយ build ខ្លួនឯងឬក៏ប្រើប្រាស់ Windows ជំនាន់ទាបចង់ប្រើ Windows 11ឬក៏ Windows ជំនាន់ចុងក្រោយអាចទៅមើលវីដេអូខ្ញុំមុនបានអំពីការធ្វើ Windows boot នៅលើ USB ក៏ដូចជាការ set up នៅ Windows នៅលើ computer របស់យើងដោយខ្លួនឯងអញ្ចឹងដើម្បីដំណើរការ Windows 11នៅលើ computer របស់យើងអូខេអញ្ចឹងអ្វីដែលខ្ញុំនឹងលើកយកមកនិយាយនេះគឺមិនចេញពី slide ទេខ្ញុំនឹងចេញពីpresentation slide នេះចូលទៅកាន់អេក្រង់ផ្ទាល់ហើយខ្ញុំនឹងប្រាប់ទូអំពីកន្លែងផ្សេងហ្នឹងទៅព្រោះនៅក្នុងនេះខ្ញុំចងក្រងនិយាយអំពីការគ្រប់គ្រង file management copy paste control C control V និយាយអំពីកន្លែងច្រើនមែនទែនអញ្ចឹងខ្ញុំអត់អាចបង្ហាញនៅលើ slide ទេហើយនៅក្នុង slide នេះគឺយើងនិយាយពី search ផងនិយាយពី keyboard shortcut និយាយពី store និយាយពីបិទបើកកម្មវិធីនិយាយពីអ៊ីនធឺណិតអីចឹងទៅអញ្ចឹងខ្ញុំសូមបិទ slide ត្រឡប់មកវិញនេះគឺជាផ្ទាំងបាទអេក្រង់បើសិនអ្នកនេះបើកកុំព្យូទ័រមកអ្វីអ្នកនេះឃើញដំបូងគេនេះគឺជាផ្ទាំងអេក្រង់គេហៅថា desktop ភាសាអង់គ្លេសណាអញ្ចឹង desktop ហ្នឹងគឺវាមានទម្រង់បែបហ្នឹងគឺវាមាន wallpaper រូបភាពបែបហ្នឹងហើយនឹងកម្មវិធីមួយចំនួននៅខាងឆ្វេងហើយកម្មវិធីនេះគឺវាអាស្រ័យទៅលើកុំព្យូទ័ររបស់អ្នកនរគ្នាបើសិនជាទិញពីហាងកុំព្យូទ័រអ្នកនរគ្នាឲ្យគេដំឡើងឲ្យវាអាចមកជាមួយនឹង Microsoft Word Office
ផ្សេងទៀត Outlook Excel PowerPoint កម្មវិធីបើក Internet Telegram WeChat ឬក៏កម្មវិធី Dictionary អីចឹងទៅនៅលើហ្នឹងតែបើយើងតម្លើងដោយផ្ទាល់ដោយខ្លួនឯងហ្មងគឺអត់មានទាំងអស់ហ្នឹងទេគឺយើងត្រូវតែបាទតម្លើងកម្មវិធីនេះដោយខ្លួនឯងហើយការតម្លើងកម្មវិធីដោយខ្លួនឯងនេះគឺយើងមាន store ដោយទូរស័ព្ទចឹងនៅក្នុងទូរស័ព្ទយើងបើអ្នកនរគ្នាប្រើប្រាស់ iOS គឺយើងត្រូវចូលទៅក្នុង App Store បើអ្នកនរគ្នាប្រើប្រាស់ Android ត្រូវចូលទៅក្នុង Google Play Store ចឹងទៅអញ្ចឹងដូចគ្នាបើសិនជាអ្នកនរគ្នាប្រើប្រាស់ Windows អ្នកនរគ្នាមានផ្លូវពីរនៅក្នុងការដំឡើងកម្មវិធីទី1ផ្លូវទី1គឺអ្នកនរគ្នាត្រូវតែទៅទាញយកតាមប្រព័ន្ធអ៊ីនធឺណិតដែលយើងប្រើប្រាស់កម្មវិធីបើកអ៊ីនធឺណិតដូចជា Google Chrome Microsoft Edge ឬក៏កម្មវិធីបើកអ៊ីនធឺណិតមួយចំនួនទៀតនិងផ្លូវទី2គឺអ្នកនរគ្នាអាចធ្វើការទាញយកនិងដំឡើងកម្មវិធីតាមរយៈ Store របស់វាគឺ Microsoft Store កន្លែងនេះបាទជាធម្មតាគឺវាមាននៅល្បាខាងក្រោមហើយតែបើសិនជាអត់មានទេគឺអ្នកនេះត្រូវធ្វើការ search គឺនៅខាងក្រោមនេះកន្លែង search ណាចឹងយើងគ្រាន់តែចុចលើហ្នឹងមកយើងទៅសេតែ store មកគឺយើងនឹងឃើញ Microsoft Store យើងអាចចុចបើកក្នុងករណីនេះអ្នកនរគ្នាត្រូវតែមានបាទ Microsoft account អញ្ចឹងយើងត្រូវបង្កើត Microsoft account មួយនៅក្នុង website microsoft.com ហើយយើងយកវាមក sign in នៅក្នុងហ្នឹងទើបអ្នកនរគ្នាអាចធ្វើការ download នៅកម្មវិធីទាំងនោះចូលទៅក្នុងកុំព្យូទ័រអ្នកនរគ្នាបានអញ្ចឹងគឺវាមានកម្មវិធីច្រើននៅក្នុងហ្នឹងវាមានដូចជាកម្មវិធីដែលគិតលុយនិងកម្មវិធីដែល free បាទ WhatsApp ChatGPT Discord បាទមានច្រើនទៀតថាចង់លេង Facebook search Facebook មកបាទក៏មានដែរបាទនៅក្នុងហ្នឹងវាមាន Instagram វាមាន Messenger វាមានTelegram វាមាន Snapchat LinkedIn បាទ Discord និយាយទៅសុទ្ធតែជាបណ្ដាញសង្គមដែលយើងប្រើបាទនេះពេលបច្ចុប្បន្នឥឡូវខ្ញុំតេស្តមួយ TikTok បាទនេះ TikTok គឺ free ដែរយើងអាចចុចលើហ្នឹងមកហើយយើងធ្វើការចុច get បាទដំឡើងអីយ៉ាងទៅហើយមួយទៀតខ្ញុំចូលចិត្តកាត់វីដេអូនៅលើកុំព្យូទ័រតាមរយៈកម្មវិធី3បាទទី1គឺ Wondershare ទី2គឺ CapCut និងទី3គឺ DaVinci Resolve ជាក់ស្ដែងឥឡូវទៀតថាខ្ញុំចង់ទាញយកនៅ CapCut ចុះខ្ញុំចូល CapCut អញ្ចឹងនៅក្នុងនេះគឺវាបញ្ជាក់ថាកម្មវិធីនេះយើងអាចទាញយកវាដោយ free ប៉ុន្តែនៅពេលដែលយើងប្រើ free នោះយើងអាចថាយើងត្រូវបង់លុយឲ្យវាដែរដើម្បីប្រើ pro feature អញ្ចឹងខ្ញុំអាចចូល search សិនថាតើកុំព្យូទ័រខ្ញុំមានកម្មវិធី CapCut អត់ជាក់ស្ដែងគឺវាអត់មានទេអញ្ចឹងខ្ញុំចង់ download ចឹងដើម្បី download គឺយើងចុច install មកហើយត្រូវប្រកាសថាកុំព្យូទ័ររបស់អ្នកបានបាទ sign in នៅ Microsoft account អូខេអញ្ចឹងទំហំរបស់វាគឺ600 មេជាងទេ CapCut នេះបាទនៅពេលដែលវា download ពេញវានឹង load ចូលទៅលើ desktop របស់យើងនៅខាងក្រៅនេះឬក៏អ្នកនរត្រូវទៅចុចទៅត្រង់កន្លែងនេះ start បាទចុចកន្លែង start នេះមកគឺវានឹងបង្ហាញទិន្នន័យកម្មវិធីដែលវា recommend ឲ្យយើងនិង pin ឲ្យយើងអូខេឥឡូវខ្ញុំសុំត្រឡប់មក desktop បន្តិចខ្ញុំអត់ទាន់និយាយពីកម្មវិធី download ទេឥឡូវវាកំពុងតែ download ហើយអញ្ចឹងទាំងអស់នេះគឺជា desktop របស់យើងអញ្ចឹង desktop នេះគឺវាមានកម្មវិធីមួយចំនួនដែលយើងបានដំឡើងនិងកម្មវិធី default របស់ Windows វាមកស្រាប់ប៉ុន្តែពេលខ្លះយើងត្រូវចង់ចូលទៅកាន់ទីតាំងមួយចំនួនដែលវាអត់មកស្រាប់ឲ្យយើងណាអញ្ចឹងយើងត្រូវតែ enable វាឲ្យមានដូចជា control panel ដូចជា this PC ឬក៏កន្លែងមួយចំនួនទៀតអញ្ចឹងដើម្បីដាក់លើវាបានគឺអ្នកនរត្រូវតែបាទចុច mouse ស្ដាំនៅលើផ្ទាំង desktop របស់យើងឬក៏ទៅលើបរិវេណដែលអត់មានអីសោះតលីល្វឹងណាបាទនៅលើរូបភាពហ្នឹងគឺយើង mouse ស្ដាំលើវាមកអ្នកនរស្វែងរកពាក្យថា personalize បន្តមកទៀតអ្នកនរចូលត្រង់កន្លែង theme បាទ theme នេះហើយបន្តមកទៀតអ្នកនេះជួយពាក្យថា desktop icon settings ហើយអ្នកនេះ tick ប្រអប់ network control computer ហើយនិង control panel អូខេអញ្ចឹងខ្ញុំចុច apply អញ្ចឹងពេលនោះកម្មវិធីទាំងអស់នោះនឹង load មកបន្ថែមនៅលើអេក្រង់របស់យើងទី1គឺ this PC ទី2គឺ network ហើយទី3គឺ control panel by default គឺវាមាន recycle bin ដែលយើងលុបអីមួយដែលខ្ញុំ mouse ស្ដាំនៅលើអេក្រង់នេះបាទនៅលើ desktop របស់ខ្ញុំហើយខ្ញុំបង្កើតនៅ folder ថ្មីមួយខ្ញុំដាក់ថា test អូខេអញ្ចឹងនៅក្នុង test នេះគឺខ្ញុំបង្កើតនៅ file មួយបាទខ្ញុំមកស្ដាំនៅលើនឹងដូចគ្នាបាទហើយចូលពាក្យថា new ហើយខ្ញុំបង្កើត file word មួយចុះអត់ទៅសេអីទេហើយខ្ញុំបិទវិញអញ្ចឹងfolder ហ្នឹងគឺគេហៅអាហ្នឹងគេហៅថា folder បាទអញ្ចឹង folder វាដូចជាកញ្ចប់ឯកសារមួយហើយនៅក្នុងហ្នឹងពេលដែលយើងចុចលើវាពីរដងបាទបងប្អូនអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់បន្តិចតកតងជាមួយនឹងការចុចទៅលើម៉ៅអញ្ចឹងម៉ៅវាមានច្រើនប្រភេទឬក៏ច្រើនរូបរាងហើយប្រភេទដែលវាខុសគ្នាហ្នឹងវាអាចថាទី1គឺម៉ៅដែលយើងប្រើប្រាស់ USB wireless មួយទៀតគឺម៉ៅដែលយើងប្រើប្រាស់ជាការ connect Bluetooth និងមួយទៀតគឺជាប្រភេទខ្សែដែលយើងដោតទៅកាន់កុំព្យូទ័រដែលប្រើប្រាស់នៅ USB Type C ឬក៏ USB Type A អញ្ចឹងទៅ
អញ្ចឹងនៅពេលដែលគេនិយាយអំពីការចុចបាទម៉ៅស្ដាំឬក៏ម៉ៅឆ្វេងគឺសំដៅទៅលើការចុចទៅលើប៊ូតុងសងខាងនេះឯងអញ្ចឹងគឺថាខ្ញុំចង់ម៉ៅស្ដាំអញ្ចឹងម៉ៅស្ដាំគឺបានន័យថាយើងចុចប៊ូតុងខាងស្ដាំនេះបាទពេលដែលយើងនិយាយថាdouble click គឺបានន័យថាយើងចុចម៉ៅឆ្វេងចំនួន2ដងបាទឬក៏និយាយពីម៉ៅឆ្វេងគឺយើងចុចអាហ្នឹងមួយ click អញ្ចឹងទៅបាទអញ្ចឹង double click គឺសំដៅលើការចុច2ដង triple click គឺសំដៅទៅលើចុចប៊ូតុង3ដងអញ្ចឹងទៅហើយវាមាន triple right click បានន័យថាចុចប៊ូតុងខាងស្ដាំ3ដងtriple left click ចុចខាងឆ្វេង3ដង double left click ឬក៏ double click គឺសំដៅទៅលើខាងឆ្វេងតែម្ដងបាទអញ្ចឹងចំពោះ brand ផ្សេងមកក៏ដូចតែគ្នាដែរគឺវាមានសងខាងឬក៏និយាយខ្លីទៅម៉ៅទាំងអស់គឺវាមានទម្រង់ស្តៀងគ្នាដែរគឺវាមានកន្លែង power អានេះគេហៅថាroll wheel របស់វាដែលយើងអាច power ដើម្បី scroll ឡើងចុះក្រោមបាទមួយនេះក៏មានហើយប្រភេទម៉ៅទាំងពីរដែលខ្ញុំបង្ហាញនេះគឺជាប្រភេទម៉ៅ gaming អញ្ចឹងវាអាចមានមកជាមួយនឹងប៊ូតុង DPI បាទដើម្បីកំណត់ល្បឿននៃម៉ៅហើយនឹងប៊ូតុងforward backward នេះសម្រាប់ទៅមុខថយក្រោយបាទអូខេអញ្ចឹងម៉ៅធម្មតាគឺយើងមានតែ left click បាទ right click ហើយជាមួយនឹង scroll ទេបាទអូខេចំពោះ laptop វិញនៅពេលដែលយើងនិយាយអំពីការ right click គឺសំដៅទៅលើការចុចប៊ូតុងខាងស្ដាំហើយ left click គឺសំដៅទៅលើការចុចនៅខាងឆ្វេងនៅពេលគេនិយាយពី laptop គឺគេនិយាយពី touchpad ហ្នឹងឯងគេអត់និយាយពី mouse ទេអញ្ចឹង touchpad នេះគឺមានតួនាទីសម្រាប់យើងធ្វើការ scroll នៅ click របស់យើងហើយនៅពេលយើងចង់ click គឺយើងអាចចុចលើនឹងមកប៉ក់មកបាទហើយបើយើងចង់ mouse ស្ដាំគឺយើងប្រើប្រាស់ដៃពីរបាទថាច់នៅលើហ្នឹងទៅគឺវាស្មើនឹង right click ឬក៏នៅត្រង់គេហៅថា touchpad ហ្នឹងគឺវាប្រកបនៅប៊ូតុងខាងឆ្វេងនិងខាងស្ដាំដូចគ្នានៅខាងក្រោមនេះណាបាទអញ្ចឹងបើយើងចង់ mouse ស្ដាំគឺយើងចុចកន្លែងនេះឲ្យលឺប៉ក់មកទៅហឹងមកគឺវាចេញម៉ៅស្ដាំហើយប៉ុន្តែបើសិនជាយើងចុចម៉ៅឆ្វេងវិញបាទម៉ៅឆ្វេងវិញទៀតខ្ញុំចង់ click refresh អញ្ចឹងណាអញ្ចឹងខ្ញុំដាក់ម៉ៅបាទឲ្យចំនៅកន្លែង refresh មកហើយខ្ញុំចុចខាងឆ្វេងនេះមក click ទៅគឺសំដៅទៅលើបាទការ refresh ហើយអូខេមកចុចលើវា2ដង double click លើវាដែលប្រើម៉ៅឆ្វេង2ដងហ្នឹងគឺវានាំយើងចូលមកកាន់បាទ file explorer នេះដែលវាបង្ហាញអំពី folder នឹងទៅនៅក្នុង folder នឹងក្នុងកញ្ចប់ឯកសារហ្នឹងមានអីគេខ្លះបើមាន10បន្ទាត់គឺវាចេញ10បន្ទាត់មាន10 file ចេញ10 file អីចឹងណាបាទអូខេឥឡូវខ្ញុំចង់លុបវាអញ្ចឹងនៅពេលដែលខ្ញុំចង់លុបវាគឺខ្ញុំមកស្ដាំលើវាហើយបន្ទាប់មកខ្ញុំចុចពាក្យថា delete មួយវិញទៀតក៏យើងអាចចុចប៊ូតុង delete នៅលើក្តារចុចរបស់យើងបានដូចគ្នាជាងនៅពេលដែលលុបនេះគឺវាអត់ទាន់ទៅណាឆ្ងាយពីកុំព្យូទ័ររបស់យើងទេគឺវានៅរក្សាទុកក្នុងកុំព្យូទ័ររបស់យើងគឺនៅក្នុង recycle bin នេះអញ្ចឹងយើងអាចចុចលើវា2ដងដើម្បីបើកមកយើងនឹងឃើញ folder តែនោះនៅក្នុងហ្នឹងហើយបើយើងចង់បានវាមកវិញយើងគ្រាន់តែម៉ៅស្ដាំលើវាចុចពាក្យថា restore អញ្ចឹងពេលនោះវានឹងត្រឡប់មកកាន់ទីតាំងដើមវិញអូខេឥឡូវខ្ញុំសុំលុបវិញអញ្ចឹងមិញនេះគឺខ្ញុំនិយាយខ្លះៗអំពីការដាក់កម្មវិធីនៅលើ desktop ត្រឡប់មកវិញចំពោះល្បាខាងក្រោមនេះបាទល្បាខាងក្រោមនេះគឺជាថាសបាបានន័យថាជាបន្ទះបាមួយដែលបង្ហាញអំពីកម្មវិធីដែលយើងអាចចូលទៅ access លឿនតាមរយៈការ search ឬក៏កម្មវិធីដែលយើងបាន pin វាលើនេះក៏ដូចជាបាមួយចំនួនទៀតថាខ្ញុំចង់ connect Wi-Fi ខ្ញុំចង់ connect Bluetooth ខ្ញុំចង់កែសលេងកែគឺយើងមើលនៅជ្រុងខាងក្រោមស្ដាំនេះបាទវាដូចទៅទូរស័ព្ទយើងចង់ទៅឡើងពលឺបន្ថយពលឺយើងថាអូសពលឺបាទអូសពលឺមកដើម្បីបិទបើកអ៊ីនធឺណិត Wi-Fi ដាក់ plan mode ឯហ្នឹងអញ្ចឹងកុំព្យូទ័រក៏វាប្រហែលគ្នានឹងឯងយើងមើលទៅអញ្ចឹងឥឡូវទៀតថាខ្ញុំចង់បើកកម្មវិធីបាទ Windows Explorer ឬក៏ File Explorer នេះបាទខ្ញុំចុចលើនឹងមួយមកដែលវាមានស្រាប់គឺវាចេញឲ្យយើងបែបនេះឲ្យយើងបាទអូខេឥឡូវទៀតខ្ញុំចង់ access ទៅកាន់ setting ឬក៏ចូលទៅក្នុងកម្មវិធី Copilot បាទខ្ញុំចុចលើនឹងមក click មកគឺវានឹងចេញ Copilot ឲ្យខ្ញុំបាទអូខេចឹងខ្ញុំចុចបិទវិញឥឡូវទៀតថាខ្ញុំចង់ search រកកម្មវិធីអីមួយអញ្ចឹងយើងគ្រាន់តែយកមកយើងចុចទៅលើប្រអប់ search នេះហើយយើងទៅសេឈ្មោះកម្មវិធីដែលយើងចង់ search មកឥឡូវទៀតថាខ្ញុំ search CapCut មកតែវា download មិនចូលនៅបាទអូខេ CapCut ចឹងនេះគឺ download ពេញហើយបាទកម្មវិធី CapCut ចឹងខ្ញុំសាកចុចបើកវាមកចឹងខ្ញុំចុច confirm មួយមកបាទជាឧទាហរណ៍ទេខ្ញុំបើកកម្មវិធី CapCut ហ្នឹងដែលជាកម្មវិធីកាត់វីដេអូបាទអូខេខ្ញុំចុច agree and continue ចឹងអានេះគឺវាបញ្យល់យើងអំពីការបង្កើត project កាត់វីដេអូកាត់អីចឹងទៅតែខ្ញុំអត់ធ្វើការកាត់វីដេអូនៅលើនេះទេបាទគឺខ្ញុំបញ្យល់អំពីការប្រើប្រាស់ Windows ចឹងអានេះកម្មវិធីដែលខ្ញុំ download ពី Microsoft Store មិញអូខេចឹងខ្ញុំអាចបិទដោយប្រើប្រាស់នៅការចុចប៊ូតុងខ្វែងនៅខាងលើអញ្ចឹងបិទបើកកម្មវិធីយើងអាចបិទនៅជ្រុងខាងលើស្ដាំនេះគ្រប់ Windows ទាំងអស់គឺសុទ្ធសឹងតែវាមានកន្លែងខ្វែងនេះបាទជ្រុងខាងលើស្ដាំណាចឹងយើងចុចខ្វែងវាទៅដើម្បីបិទ
ដូចគ្នាដែរ Windows មួយនេះបាទនេះគេហៅថាបន្ទះ Windows ដែល pop up ចេញមកណាវាមានមួយដុំហ្នឹងវាមានស្អីគេខ្លះនៅក្នុងអញ្ចឹងណាអញ្ចឹងជ្រុងខាងលើស្ដាំគឺវាមានកន្លែងដកវាមានកន្លែងហូបព្រិចព្រមឲ្យវាពេញអេក្រង់បាទហើយវាមានកន្លែងខ្វែងដើម្បីបិទដកនេះគឺនៅពេលយើងចុចទៅគឺវាបានថាកម្មវិធីហ្នឹងអត់បានបិទទេគឺវាគ្រាន់តែលាក់ខ្លួននៅខាងក្រោមនេះអញ្ចឹងបើយើងចង់បើកវិញយើងគ្រាន់តែចុចវាទៅគឺវាចេញឲ្យយើងហើយបើយើងចង់បិទតោះតែយើងចុចខ្វែងអូខេឥឡូវឧទាហរណ៍ថាខ្ញុំចង់ឲ្យការ access ទៅលើកម្មវិធីមួយចំនួនវាមានលក្ខណៈលឿនខ្ញុំអត់ចង់ធ្វើការ search វាទេខ្ញុំចង់បើកកម្មវិធី Microsoft Word ដើម្បីរៀបចំឯកសារឬក៏ខ្ញុំចង់បើកកម្មវិធី Telegram បាទ Telegram ឲ្យលក្ខណៈលឿនដោយមិនចាំបាច់ធ្វើការ search ឬក៏ចូលទៅក្នុង desktop អីចុចបើកចុចអីចឹងជួនកាលខ្ញុំនៅក្នុងកម្មវិធីគេ Chrome ហើយខ្ញុំចង់បើក Telegram អញ្ចឹងវាអត់មានកន្លែងណាយើងបើកលឿនតោះតែយើងចុច search ឬក៏យើងចេញមកខាងក្រៅដើម្បីបើកទេអញ្ចឹងយើងមានវិធីសាស្ត្រមួយទៀតគឺការ pin អញ្ចឹងគឺនិយាយថានេះគឺជាកម្មវិធី Telegram ខ្ញុំអាចម៉ៅស្ដាំលើវាឬក៏មួយទៀតគឺយើងអាចធ្វើការចាប់ទាញវា direct ហ្មងចុចម៉ៅឆ្វេងឲ្យជាប់ណាកុំប្រឡែងទៅលើកម្មវិធីហ្នឹងហើយយើងយកវាមកតម្លាក់នៅទីតាំងនេះបាទពេលហ្នឹងកម្មវិធី Telegram នឹង pop up ឲ្យយើងនៅកន្លែងនេះបាទជាប់នៅនឹងហ្មងអញ្ចឹងនិយាយថាខ្ញុំនៅក្នុងកម្មវិធី Chrome ណាកម្មវិធីបើកអ៊ីនធឺណិតនេះខ្ញុំចង់បើក Telegram គឺវាមាននៅល្បាខាងក្រោមហ្នឹងឲ្យយើងតែម្ដងយើងចុចបើកចុចអីចឹងទៅអូខេចំណុចមួយដែលខ្ញុំអត់តបានលើកបង្ហាញអ្នកទាំងអស់គ្នានោះគឺការ connect ទៅកាន់អ៊ីនធឺណិតបាទអញ្ចឹងនៅជ្រុងល្បាខាងក្រោមនេះបើសិនជាអ្នកទាំងអស់គ្នាប្រើប្រាស់ laptop នឹងឃើញមានរូបថ្មបើសិនអ្នកទាំងអស់គ្នាប្រើប្រាស់ desktop គឺវាអត់មានរូបថ្មទេគឺវាទទេអញ្ចឹងហ្មងគឺមានតែកន្លែងកំណត់ភាសាកន្លែងកំណត់ទៅលើអ៊ីនធឺណិតនិងសលេងអញ្ចឹងខ្ញុំចុចទៅលើកន្លែងរូបសលេងនេះដែលវាភ្ជាប់ជាមួយនឹងកន្លែងអ៊ីនធឺណិតនេះបាទរូបកុំព្យូទ័រមួយនេះឬក៏អ្នកគ្នាប្រកាសជាឃើញរូបផែនដីឬក៏រូប Wi-Fi ហ្នឹងទៅអញ្ចឹងកន្លែងហ្នឹងរូបផែនដីហ្នឹងគឺសំដៅលើអ៊ីនធឺណិតហ្នឹងឯងអញ្ចឹងកន្លែងហ្នឹងគឺនៅពេលដែលយើងចុចទៅគឺយើងនឹងឃើញកន្លែង connect Wi-Fi បាទយើងអាចចុចទៅលើសញ្ញាព្រួយនេះមកនឹងឃើញឈ្មោះ Wi-Fi ដែលនៅចិត្តទីតាំងយើងអញ្ចឹងណាទូរស័ព្ទយើងឃើញឈ្មោះ Wi-Fi ហ្នឹងកុំព្យូទ័រហ្នឹងឃើញឈ្មោះហ្នឹងអញ្ចឹងយើងអាចឥឡូវថាខ្ញុំចង់ connect Wi-Fi ណាមួយអញ្ចឹងខ្ញុំចុចលើហ្នឹងហើយចុចពី connect មកហើយខ្ញុំវាយ password ចូលអញ្ចឹងទៅហើយខ្ញុំចុច next ទៅគឺវានឹងធ្វើការភ្ជាប់ Wi-Fi ហ្នឹងឲ្យយើងបាទហើយមួយទៀត Bluetooth បើសិនជាខ្ញុំចង់ connect Bluetooth ជាមួយនឹងកាសជាមួយនឹងឧបករណ៍អីផ្សេងទៀតគឺយើងចុចសញ្ញាព្រួយនេះមកបាទចុចសញ្ញាព្រួយនេះមកហើយវានឹងធ្វើការ search device ដែលនៅជិតកុំព្យូទ័ររបស់យើងបាទហើយធ្វើការ connect ទៅឧទាហរណ៍ដូចជា Bluetooth speaker ឬអីចឹងទៅបាទហើយអ្នកគ្នាមួយចំនួនអាចនឹងឆ្ងល់ថាមិនក៏កុំព្យូទ័រយើងអត់មានកន្លែង Wi-Fi ហ្នឹងឬក៏ Bluetooth ហ្នឹងវាមានពីបញ្ហាដែលយើងអាចនឹងជួបទី1គឺកុំព្យូទ័ររបស់អ្នកនេះអត់មាន driver Wi-Fi ឬក៏ Bluetooth ពីរហ្នឹងពេលខ្លះវាមកជាមួយគ្នាណាបើអត់មាន Bluetooth ក៏អត់មាន Wi-Fi អត់មាន Wi-Fi ក៏អត់មាន Bluetooth គឺវានៅលើប្រទេសតែមួយបាទទី2គឺមានថាអ្នកនេះប្រើប្រាស់ធុងកុំព្យូទ័រប៉ុន្តែអត់មានគេហៅថាដុំ connect Wi-Fi ហ្នឹងទេឬក៏ Bluetooth ទេអញ្ចឹងគឺយើងត្រូវការទិញនៅឧបករណ៍បន្ថែមអញ្ចឹងកុំព្យូទ័ររបស់ខ្ញុំនេះដែលអ្នកគ្នាឃើញមាន Wi-Fi មាន Bluetooth នេះគឺជាកុំព្យូទ័រធុងទេវាអត់មកជាមួយនឹង motherboard ទេអញ្ចឹងខ្ញុំទិញ USB Wi-Fi ដោតចូលទៅក្នុងកុំព្យូទ័រហ្នឹងខ្ញុំទិញ USB Bluetooth ដោតចូលទៅក្នុងកុំព្យូទ័រហ្នឹងអញ្ចឹងទើបមានមុខងារហ្នឹងបាទហើយមួយទៀតខ្ញុំអាចបិទបើក flight mode បាទយន្តហោះបាទបើមិនខ្ញុំអត់ចង់ connect ទៅកាន់អ៊ីនធឺណិតខ្ញុំចង់ make sure ថាខ្ញុំប្រើប្រាស់កុំព្យូទ័រស្រាប់តែខ្ញុំអត់ប្រកាសខ្លួនឯងថាមានមេរោគចូលអញ្ចឹងខ្ញុំចង់ block ខ្លួនឯងអំពីការ access ទៅកាន់អ៊ីនធឺណិតខ្ញុំចុច flight mode ទៅគឺវានឹង block រាល់ connection អ៊ីនធឺណិតទាំងថាមិនថា Bluetooth ឬក៏ Wi-Fi ទេយើងចង់ដោះវិញក៏បានបាទហើយនឹងមានមុខងារមួយចំនួនដូចជា live caption បាទ energy saver វាមាន accessibility វាមាន wire display វាមាន project មានអីយ៉ាងទៅហើយយើងក៏អាចកំណត់វាបានដែរបាទតាមរយៈបើសិនជាយើងប្រើ laptop ណាយើងមានកន្លែងគេថាចុចលើហ្នឹងទៅយើងអាច add បន្ថែមនៅមុខងារនៅលើហ្នឹងអញ្ចឹងទៅតែនេះដោយសារតែខ្ញុំប្រើប្រាស់កុំព្យូទ័រធំវាអត់មានណាអូខេហើយកន្លែងនេះគឺជាការកំណត់ទៅលើសលេងកុំព្យូទ័ររបស់យើងចង់តម្លើងបន្ថយអីគឺទៅតាមហ្នឹងយើងអាចមើល mixer វាថា output ចេញពីណាទៅណីអញ្ចឹងទីហោនេះដោយសារតែកុំព្យូទ័ររបស់ខ្ញុំនេះប្រភពបញ្ចេញសលេងមានច្រើនចេញពី speaker នៅលើ micro របស់ខ្ញុំផងចេញទៅលើអេក្រង់កុំព្យូទ័រព្រោះអេក្រង់កុំព្យូទ័រខ្ញុំក៏វាមាន speaker ដែរមួយទៀតគឺវាចេញតាមរយៈឧបករណ៍ speaker ខាងក្រៅដែលខ្ញុំដោតមួយវាតាមរយៈ audio អញ្ចឹងគឺវាបង្ហាញឲ្យយើងបែបហ្នឹងតាក់ទងជាមួយនឹង output device អូខេនេះតាក់ទងជាមួយនឹងការភ្ជាប់អ៊ីនធឺណិតការកំណត់សលេងនិង Bluetooth ចំពោះការមើលថ្ងៃខែគឺមើលខាងស្ដាំនេះបាទ
ចុចលើនឹងមកហើយយើងចុចបើកនេះមកគឺយើងឃើញថ្ងៃខែថ្ងៃហ្នឹងថ្ងៃទីម៉ានចឹងថ្ងៃខ្ញុំថតវីដេអូនេះគឺថ្ងៃទី30ខែឧសភាឆ្នាំ2025អូខេអញ្ចឹងបើម៉ោងក៏យើងឃើញនៅកន្លែងហ្នឹងដែរគឺម៉ោងម៉ានអញ្ចឹងណាខ្ញុំថតម៉ោង11យប់បាទម៉ោង11យប់អូខេអញ្ចឹងតើតើជាមួយនឹងថាសបាមានតែប៉ុណ្្នឹងខ្ញុំចង់បន្ថែមតិចកន្លែងនេះគឺសំដៅទៅលើយើងចង់មើលព័ត៌មានមើលអីចឹងទៅហើយការកំណត់ថាសបានេះក៏យើងអាចកំណត់ឲ្យវាមកឆ្វេងឬក៏មកកណ្ដាលនឹងឯងអញ្ចឹងយើងមកស្ដាំនៅលើថាសបាហ្នឹងហើយយកពីថាសបា setting អញ្ចឹងយើងអាចកំណត់នៅការបង្ហាញនិយាយថាខ្ញុំអត់ចង់ឲ្យវាបង្ហាញ widget នេះទេខ្ញុំចុចបិទទៅគឺវានឹងបាត់កន្លែងហ្នឹងហើយមួយទៀតខ្ញុំអត់ចង់ឲ្យវាមានថាស view ពេលខ្ញុំចុចទៅវានឹងបង្ហាញថាខ្ញុំកំពុងតែដំណើរការទៅលើកម្មវិធីខ្លះខ្ញុំដំណើរការ Chrome ខ្ញុំដំណើរការកម្មវិធី OBS ដែលខ្ញុំកំពុងតែថតសកម្មភាពអេក្រង់ឲ្យអ្នកគ្នាមើលនេះបាទ Microsoft Store មែនអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជាថាស view បើសិនខ្ញុំអត់ចង់បង្ហាញអានេះទេគឺខ្ញុំគ្រាន់ចុចបិទមកគឺបានហើយហើយចំពោះ search box នេះវិញ search box នេះគឺយើងអាចបង្ហាញវាជា search box ក៏បានជា search icon only ចេះក៏បានឬក៏យើងអាចកែវាទៅជា search and label អញ្ចឹងទៅបាទហើយយើងចុចលើហ្នឹងទៅហើយយើងធ្វើការ search អីចឹងក៏បានដែរបាទមួយទៀតគឺថាបា behavior ថាបា behavior នេះយកទៀតខ្ញុំចង់ឲ្យលបាខាងក្រោមនេះវាអូតូលាក់ខ្លួនណាយើងដំណើរការបំពេញការងាររបស់យើងហើយយើងអត់ចង់ឲ្យមានឃើញអីទៅមុខទៅមាត់គឺយើងthích កន្លែងហ្នឹងទៅហើយបើសិនយើងចង់បង្ហាញយើងអូសមកយើងចុះក្រោមនោះវានឹងធ្វើការលោតឡើងមកលើឲ្យយើងបាទខ្ញុំដោះវិញខ្ញុំចង់ឲ្យវានៅហ្នឹងហើយមួយទៀតបើសិនខ្ញុំអត់ចង់វានៅកណ្ដាលទេខ្ញុំចង់វានៅឆ្វេងខ្ញុំចុចកន្លែងនេះដាក់ left មកគឺវារត់មកឆ្វេងហើយអញ្ចឹងខ្ញុំអាចចុច start ទៅវាបង្ហាញមានអីចឹងណាបាទនេះក្នុងករណីយើងចង់ដាក់ app ច្រើនមកជួយអញ្ចឹងយើងឲ្យរត់មកឆ្វេងមកកុំឲ្យវានៅកណ្ដាលអូខេហើយផ្សេងទៀតគឺអ្នកនរនេះអាចធ្វើការកំណត់ test ដែលខ្លួនឯងតាមរយៈអក្សរអង់គ្លេសដែលវាបង្ហាញហ្នឹងទៅឥឡូវខ្ញុំចូលទៅដល់ចំណុចបន្តទៀតគឺនិយាយអំពី setting អញ្ចឹងដើម្បីចូលទៅកាន់ setting បានយើងចុចទៅលើកន្លែង start នេះហើយយើងអាច search ក៏បានដែរឬក៏យើងអាចស្វែងរកកន្លែងនេះឃើញ setting នេះយើងចុចបើកវាទៅតែបើអត់ឃើញទេយើងសរសេរពាក្យ setting ទៅបាទ SETTINGS គឺឃើញហើយបាទចុចបើកមកអញ្ចឹង setting ពេលដែលយើងបើកដំបូងគឺវាចេញមកបែបនេះគឺវាមានឈ្មោះ computer របស់យើងវាមានកន្លែង Windows Update អញ្ចឹងទៅតែជាធម្មតាអ្នកខ្ញុំមិនបាច់ខ្វល់ហ្នឹងទេអញ្ចឹងអ្វីអ្នកខ្ញុំត្រូវខ្វល់គឺមើលទៅលើលបាខាងឆ្វេងនេះអញ្ចឹងនៅក្នុងនេះវាមាន system អញ្ចឹងខ្ញុំចុចទៅលើ system ហ្នឹងមកគឺវាមាន category ច្រើនដែលលើកមកជាបណ្ដុំទី1គឺ display បើសិនជាអ្នកខ្ញុំចង់កំណត់ការមើលបាទ display ណាយើងអាចកំណត់ថាអូខេខ្ញុំចង់ឲ្យអេក្រង់របស់យើងនៅក្នុង night mode color profile វាបែបម៉េចចង់ឲ្យទំហំរូបភាព resolution វាប៉ុណ្ណាយើងអាចតេស្តកែកន្លែងហ្នឹងទៅប៉ុន្តែកុំព្យាយាមតេស្តកន្លែង display orientation នេះតេស្តអត់ស្រួលកុំព្យូទ័រអ្នកនរគឺអាចមានដាំក្បាលចុះក្រោមវិញឬក៏បច្ចេះឆ្វេងស្ដាំបឈរអញ្ចឹងណាអញ្ចឹងប្រយ័ត្នប្រយែងកន្លែងនេះគឺកុំប៉ះយកល្អបាទត្រឡប់មកខាងក្រោយវិញវាមានការកំណត់សលេងការកំណត់ទៅលើការ load notification ដូចទូរស័ព្ទរបស់យើងអញ្ចឹងការកំណត់ទៅលើ power ថាយើងចង់ឲ្យកុំព្យូទ័ររបស់យើងលុតអេក្រង់ពេលណា shut down ពេលណាទៀតណានេះអត់ប្រើរយៈពេលប្រហែលនាទីអញ្ចឹងទៅឲ្យវាលុត sleep យកហ្មងអញ្ចឹងទៅឬគឺការកំណត់ទៅលើ storage ទំហំរបស់កុំព្យូទ័រយើងវាពេញមិនពេញយើងគួរ clear មិន clear អីគឺនៅត្រង់កន្លែងនេះបាទហើយនៅក្នុងនោះវាមានដូចជាការ check មើលទៅលើ recovery បាទ desktop remote យើងអាចឲ្យកុំព្យូទ័រខាងក្រៅ remote កុំព្យូទ័រយើងហើយមួយទៀតគឺ about computer បាទអញ្ចឹង about computer នេះគឺវាបង្ហាញអំពីព័ត៌មានរបស់ computer របស់យើងឲ្យ user មើលឃើញតែម្ដងអញ្ចឹងឧទាហរណ៍ថា computer របស់ខ្ញុំគឺបើសិនជាយើងសរុបទិន្នន័យstorage ទាំងអស់ចូលនេះគឺមានទំហំ 1.8 តេដែលវាស្មើនឹង 1800G ជាងនៅក្នុងកុំព្យូទ័ររបស់ខ្ញុំប៉ុន្តែអ្នកនរអាចឃើញទំហំផ្សេងអាចជា 128 256 512 1024ឬក៏ 1 TB នឹងឯងបាទហើយចំពោះ graphic card វិញបើសិនជាអត់មានទេវាអាចចេញ Intel graphics integrated Intel អញ្ចឹងទៅបាទទំហំ 1G ឬក៏វាអត់មានអញ្ចឹងណាតែខ្ញុំប្រើ GPU បាទ graphic card បាទ Nvidia GeForce GTX 1065G យើងវាបង្ហាញឲ្យយើងបែបនេះចំពោះ RAM របស់វិញ RAM របស់កុំព្យូទ័រខ្ញុំវិញគឺ 24G អញ្ចឹងអ្នកអាចឃើញ 8G ទាបបំផុត 4G អញ្ចឹងទៅឬក៏ 610G ហើយខ្ពស់បំផុតអាច 32G អញ្ចឹងទៅបាទអញ្ចឹងដោយសារខ្ញុំប្រើ RAM វាគេហៅ dual RAM ច្រើនប្រទេសនៅក្នុងធុងតែមួយហើយ brand ផ្សេងគ្នាទៀតអញ្ចឹងវាឡើង 24G អញ្ចឹងទៅហើយនេះគឺជាឈ្មោះ processor ឬក៏ CPU របស់យើងបាទ Central Processing Unit គឺខ្ញុំប្រើប្រាស់ i5 ជំនាន់ទី9បាទនេះគឺជាឈ្មោះ CPU ហើយ
ជាប់ train នេះគឺជាឈ្មោះជំនាន់ណាបាទ generation ទី9តែបើសិនជាវាក្បាល1កតុយ0កតុយ4អីវាអាចជំនាន់ទី14ជំនាន់អីចឹងទៅបាទហើយវាបង្ហាញអំពីឈ្មោះកុំព្យូទ័រយើងអាច rename បាននិយាយអំពី Windows license អញ្ចឹង license របស់ខ្ញុំគឺ Windows 11 Pro បាទជំនាន់ version វាគឺ 2024H2 បាទដែលជា version ចុងក្រោយគេហើយខ្ញុំបានដំឡើងវានៅក្នុងថ្ងៃទី26ខែ5ឆ្នាំ2025អីចឹងទៅហើយអូសចំមកក្រុមទៀតវាមាននៅការ related ដែលតាក់ទងគ្នាហើយបើសិនជាអ្នកនរគ្នាប្រើប្រាស់កុំព្យូទ័រឬក៏អ្នករៀន IT អីចឹងគឺគេនឹងនិយាយអំពីការ join domain អីគឺគេមើលត្រង់កន្លែងនេះដែរយើងចុច join domain ហើយយើង join នៅក្នុង organization អីផ្សេងៗយើងថ្ងៃនេះខ្ញុំសូមអត់លើកនិយាយទៅវារៀងវែងឆ្ងាយអីផ្សេងៗទៀតបាទអញ្ចឹងខ្ញុំសូម cancel វិញអញ្ចឹងអានេះអំពី system របស់យើងបាទ about ខ្ញុំចង់បង្ហាញអំពី activation ដូចគ្នាមកនៅត្រង់កន្លែងនេះអញ្ចឹង activation នេះគឺបង្ហាញអំពីថាតើកុំព្យូទ័ររបស់អ្នកជាប្រភេទកុំព្យូទ័រ crack ឬកុំព្យូទ័រ license អញ្ចឹងត្រង់កន្លែង activation state នេះយើងចុចតម្លាក់ចុះក្រោមមកវានឹងបង្ហាញឲ្យយើងអញ្ចឹងនៅក្នុងនេះវាបង្ហាញថា Windows is activated with a digital license បានន័យថាកុំព្យូទ័ររបស់យើងគឺបានដាក់នៅ license របស់វាជារៀងរហូត digital license តែបើសិនជា crack យើងដាក់ថាវាប្រកាសជាចេញពាក្យថាorganization កតុយបាទខ្ញុំចង់ផ្លេចពាក្យនឹងដែរបាទគឺនៅក្រោមការគ្រប់គ្រងរបស់ organization ហើយវាអត់បានយូរទេវាមួយរយៈកាលក៏វាដាច់វិញអញ្ចឹងអញ្ចឹងខ្ញុំ recommend ដល់គ្នា buy a license use official license តែម្ដង it is good អញ្ចឹងអានេះតើតើជាមួយនឹង system ត្រឡប់មកវិញកន្លែងនេះ Bluetooth គឺយើងនិយាយអំពីការ connect ទៅលើឧបករណ៍ផ្សេងៗដូចជា machine print ការ connect ជាមួយទូរស័ព្ទការ connect ជាមួយកាមេរ៉ាជាមួយ mouse និងជាមួយ USB អីផ្សេងៗគឺនៅត្រង់ចំណុចនេះឧទាហរណ៍ខ្ញុំចង់ connect Bluetooth ខ្ញុំចុច add device ហើយខ្ញុំចង់ connect Bluetooth ចុច Bluetooth មកវានឹងធ្វើការ search device ហ្នឹងដូចតែយើងបង្ហាញនៅខាងក្រោមនេះចឹងអូខេអានេះ network internet យើងចង់ connect Wi-Fi connect VPN យើងចង់បើកជា mobile hotspot ដូចថាកុំព្យូទ័ររបស់ខ្ញុំ access internet តាមរយៈខ្សែខ្ញុំចង់ share internet ខ្សែហ្នឹងទៅជាយើង broadcast វាឲ្យមនុស្សជុំវិញខ្លួនអាចប្រើប្រាស់ internet ណាមួយដែលយើង share hotspot ពីទូរស័ព្ទយើងបើកមុខងារហ្នឹងយើងឃើញ password ឃើញអីចឹងទៅអូខេមាន proxy វាមាន dial up វាមាន advanced network setting ហ្នឹងទៅបាទយើងកំណត់ថាអូកុំព្យូទ័ររបស់យើងមានប្រមាណ interface វាថាខ្ញុំមាន internet interface ចំនួន2ខ្ញុំចង់ visible មួយទុកមួយអីចឹងទៅបាទឬក៏ Wi-Fi ហើយកន្លែងនេះក៏តតែត្រូវការអ្នកខ្ញុំមានចំណេះដឹងដែរបើអត់មានចំណេះដឹងផ្នែក network ទេចុចអត់ស្រួលគឺប្រើ internet កើតតែម្ដងមាន driver មែនទេហើយស្រាប់តែប្រើ internet គឺប្រើកើតអញ្ចឹងណាអូខេកន្លែងនេះម្ដងគឺ personalization គឺសំដៅលើការកំណត់ទៅលើ theme ទៅលើ wallpaper ទៅលើទម្រង់ផ្សេងៗឧទាហរណ៍ដំបូងគេគឺ background អញ្ចឹងខ្ញុំអត់ចង់ឲ្យអេក្រង់កុំព្យូទ័ររបស់ខ្ញុំបង្ហាញរូបភាពពណ៌ខៀវនេះទេខ្ញុំចង់បង្កើតរូបភាពថ្មីឬក៏ខ្ញុំចង់ដាក់រូបភាពថ្មីគឺនៅក្នុងកន្លែងនេះគឺយើងមានរូបភាពមួយចំនួនដែលវាមកស្រាប់ឲ្យយើងអញ្ចឹងទៅបាទអូខេចេញមកបែបនេះហើយមួយទៀតក៏យើងអាចធ្វើការកំណត់រូបភាពដែលខ្លួនឯងបានផងដែរបាទយើងអាចចុច browse photo ទៅហើយទៅរើសរូបភាពដែលយើងស្រឡាញ់ទៅគឺវានឹង set ឲ្យយើងយករូបភាពហ្នឹងទៅដាក់ជា wallpaper យើងអូខេឥឡូវយើងត្រឡប់ថយក្រោយមួយទៀតគឺនិយាយពី color ជាធម្មតាកុំព្យូទ័ររបស់យើង by default គឺពណ៌ខៀវខ្ញុំចង់ដាក់ពណ៌ផ្កាឈូកគឺគ្រប់យ៉ាងគឺគាត់ផ្កាឈូកទាំងអស់ដូចជាលបាខាងក្រោមបន្តិចនេះក៏ផ្កាឈូកកន្លែងនេះក៏ផ្កាឈូកអញ្ចឹងមកខ្ញុំដាក់ក្រហមកន្លែងហ្នឹងក៏ក្រហមខ្ញុំដាក់ខៀវគឺវានឹងខៀវអីចឹងទៅបាទអូខេហើយមួយទៀតតកតង dark mode light mode បើខ្ញុំចុច dark mode គឺវាចេញតម្រងពណ៌ខ្មៅហើយបើសិនខ្ញុំយក light mode គឺវាចេញតម្រងភ្លឺបែបនេះបាទមាន theme នេះគឺកំណត់ទៅលើ dark mode light mode អីដូចគ្នាបាទវា similar ទេយើងអាចកំណត់ទៅលើ cursor ម៉ៅយើងចង់ឲ្យវាបែបម៉េចបាទអូខេមានដូចជា lock screen ពេល lock screen វាឃើញបែបម៉េចវាមានកន្លែង taskbar ដែលយើងឃើញមុនហ្នឹងយើងកំណត់ setting ឲ្យវាមុនហ្នឹងបាទកន្លែង app នេះវាដូចទៅនឹងគេហៅទូរស័ព្ទដែរយើងមើលថាតើកុំព្យូទ័រយើងបានតឡើងកម្មវិធីគេខ្លះនៅក្នុងហ្នឹងបាទយើងចង់លុបយើងចង់ទុកអីគឺវានឹងបង្ហាញនៅក្នុងហ្នឹងaccount គឺសំដៅទៅលើការ connect account របស់យើងថាកុំព្យូទ័ររបស់យើងមានម្ចាស់2យើងចង់ add user 2 3យើងអាច add other user ទៅហើយយើង sign in account Microsoft 2 3ផ្សេងគ្នាទៅយើងនឹងឃើញថាកុំព្យូទ័រហ្នឹងមានម្ចាស់3ហើយចង់ប្រើរៀងខ្លួនក៏បានដែរបាទអូខេកន្លែងនេះហើយ time and language គឺសំដៅលើកន្លែងដែលយើងអាចកំណត់ទៅលើពេលវេលាម៉ោងហើយនិងភាសាអញ្ចឹងខ្ញុំសូមលើកយកកន្លែង language and regionបាទ language region នេះគឺថាខ្ញុំចង់ឲ្យ Windows ទាំងអស់នេះអក្សរដែលខ្ញុំបង្ហាញអ្នកនរឃើញនេះគឺជាអក្សរខ្មែរខ្ញុំគ្រាន់តែចុចត្រង់កន្លែង Windows display language នេះ
vô phía xaខ្មែរទៅអ្នកខ្លះអាចអត់ឃើញទេបាទអាចឃើញបាទ English United States ឬក៏ United Kingdom ទេអញ្ចឹងបើសិនចង់បានខ្មែរចុចភាសាខ្មែរទៅវានឹងធ្វើការ sign out ហើយបាទ sign out របស់យើងហើយនឹង log ចូលភាសាទៀតទៅយើងនឹងឃើញគ្រប់យ៉ាងជាអក្សរខ្មែរបាទហើយបើសិនជាអត់ឃើញទេអ្នកនរស្វែងរកកន្លែងខ្មែរនេះឬក៏ចុច add the language នេះហើយសរសេរពាក្យតែខ្មែរមកហើយចុចទៅលើខ្មែរនេះហើយចុច next ទៅគឺវានឹងធ្វើការ install ដោយសារខ្ញុំ install ហើយវាចេញប្រភេទយើងស្អាតអញ្ចឹងណាហើយដើម្បីបានខ្មែរអក្សរទាំងអស់នេះគឺយើងចុចលើសញ្ញាចុច3នេះបាទចុច language option ហើយយើងធ្វើការ install នៅ language pack នេះកន្លែងនេះចុច install ទៅគឺវានឹងមាន option ឲ្យយើងរើសជាភាសាខ្មែរនៅកន្លែងនេះអញ្ចឹងយើងចុចទៅវានឹង restart កុំព្យូទ័រយើងឬក៏ឲ្យយើង sign out ហើយអូខេចាវានោះវាមានមួយទៀតគឺ Windows Update ដែលយើងធ្វើការចុច update Windows របស់យើងជាធម្មតាបច្ចេកវិទ្យាវាតែងតែដើរទៅមុខ Windows ក៏វាធ្វើការ update ដែរមេរោគអីផ្សេងវា detect បានអញ្ចឹងវាធ្វើការ update ទៅលើប្រព័ន្ធសុវត្ថិភាពអីចឹងគឺវានឹងធ្វើការ alert ឲ្យយើងធ្វើការ update អញ្ចឹងនៅត្រង់កន្លែងនេះពេលដែលយើងបើកមកយើងចុច retry all ឬក៏យើងចុច check for update អីចឹងទៅវានឹង check ថាតើកុំព្យូទ័រយើងខ្វះ driver អីខ្វះមុខងារអីខ្វះកម្មវិធីអីគឺវានឹងធ្វើការទាញយកតំណាងឲ្យដែលស្វ័យប្រវត្តិនៅត្រង់ចំណុចនេះពេលខ្លះវាទាមទារឲ្យយើងធ្វើការ restart ឥឡូវដូចនៅឲ្យឃើញអញ្ចឹងគឺវាចង់ឲ្យខ្ញុំធ្វើការ update អញ្ចឹងទៅវា download វា install នៅ driver ទាំងអស់នោះចូលទៅក្នុងកុំព្យូទ័ររបស់ខ្ញុំចា៎នេះតើតជាមួយនឹង setting តែប៉ុណ្្នឹងទេហើយមុខងារមួយចំនួនទៀតយើងអត់ដឹងយើងអាច search វាបានណាបាទអូខេចា៎ហ្នឹងតើតជាមួយcontrol setting បាទអញ្ចឹងយើងនិយាយពី desktop ហើយយើងនិយាយពី tab bar ហើយយើងនិយាយពី setting ឥឡូវយើងនិយាយអំពីការគ្រប់គ្រងទៅលើកម្មវិធីតែម្ដងឥឡូវទៀតថាខ្ញុំចង់ access ទៅកាន់ folder ណាមួយអញ្ចឹងអ្នកនរត្រូវស្វែងរកពាក្យថា this PC បាទកន្លែងនេះ this PC នេះពេលយើងបើកទៅគឺវានាំយើងចូលទៅកាន់បាទ file explorer នេះដូចគ្នាបាទដូចគ្នាទេគ្រាន់តែ file explorer នេះគឺវាពេលយើងបើកមកចូល home ហើយ this PC នេះពេលយើងបើកមកវាចូល home លើនេះទេគឺវាចូល this PC កន្លែងនេះអញ្ចឹងអា home ហើយ this PC នេះគឺជាកន្លែងមួយដែលយើងអាចកំណត់ឥឡូវទៀតចូល this PC វិញអញ្ចឹងនៅក្នុងហ្នឹងវាបញ្ជាក់ថាកុំព្យូទ័ររបស់ខ្ញុំមាន drive ចំនួនប៉ុន្មានអញ្ចឹងកុំព្យូទ័ររបស់ខ្ញុំមាន drive ចំនួន4អញ្ចឹង drive ខ្ញុំបង្ហាញនេះគឺ drive C នេះគឺជា drive ដែលដាក់នៅ file Windows អញ្ចឹងរាល់ឯកសារដែលនៅក្នុងហ្នឹងជៀសវាងកុំប៉ះជៀសវាងកុំលុបជៀសវាងកុំបង្កើតឯកសារមួយនៅក្នុងហ្នឹងទៀតខ្ញុំចូលក្នុងហ្នឹងបាទហើយខ្ញុំមកស្ដាំលើនឹងមួយខ្ញុំចុច new ខ្ញុំបង្កើត folder ថ្មីមួយដាក់ file ឯកសារយើងឡើងស្ញេះវិញហ្នឹងអញ្ចឹងគាត់ថាมันជាល្អទេព្រោះដោយសារតែ file Windows នេះបើសិនជាខូច Windows ឯកសារយើងនៅក្នុងហ្នឹងក៏បាត់ពេលខ្លះអាចលុបប៉ះចំ file Windows បើកអត់ចេញផ្ទាំង Q ចេញអីក៏មានដែរបាទហើយបើអាចបើសិនជានេះយើងបែក drive ជា2ទៅឬក៏កុំព្យូទ័រមួយចំនួនអាចឃើញ drive លើសពី drive C នឹងអាចមាន drive ផ្សេងអញ្ចឹងដូចខ្ញុំមាន D វាមាន E វាមាន F អញ្ចឹង drive នីមួយៗគឺវា represent នៅមុខងារផ្សេងគ្នាទៀត drive F ខ្ញុំសម្រាប់ដាក់ game drive E សម្រាប់ដាក់ឯកសារសម្រាប់រៀន drive D សម្រាប់ដាក់ខ្សែអាត់វីដេអូឬក៏រូបភាពអីយ៉ាងទៅវីដេអូខ្ញុំថតបរិញ្ញាអ្នកទាំងអស់គ្នារូបភាពដែលខ្ញុំថតសម្រាប់ធ្វើ thumbnail អីចឹងគឺខ្ញុំដាក់ចូលនៅក្នុងនេះអីចឹងទៅបាទអូខេអញ្ចឹងឥឡូវទៀតខ្ញុំចង់ធ្វើការទាញយកកម្មវិធីមួយឧទាហរណ៍អញ្ចឹងខ្ញុំបើកកម្មវិធីបើកអ៊ីនធឺណិតរបស់ខ្ញុំបាទឈ្មោះ Chrome នេះហើយយើងចង់ទាញយកអីមួយអញ្ចឹងនៅពេលដែលទាញយកកម្មវិធីនោះជាធម្មតាវានឹងធ្វើការបាទបញ្ចូលវាចូលទៅក្នុងកន្លែងនេះបាទអញ្ចឹងលបាកន្លែងលើនេះវាមាន desktop អញ្ចឹងពេលយើងចុច desktop ទៅវានឹងបង្ហាញកម្មវិធីដែលមាននៅលើអេក្រង់របស់យើងដែលយើងដាក់វាជា shortcut ហើយកន្លែង download នេះឯងគឺជាកន្លែងដែលនៅពេលដែលយើង download ឯកសារពី internet មកគឺវាចូលមកទៅហ្នឹងឧទាហរណ៍ថាខ្ញុំមុនហ្នឹងខ្ញុំ download កម្មវិធី OBS ព្រោះខ្ញុំមុននឹងថតវីដេអូនេះគឺខ្ញុំ download OBS មកដើម្បីទៅឡើងចូលកុំព្យូទ័ររបស់ខ្ញុំពី website របស់វាឧទាហរណ៍ថាខ្ញុំបើក Chrome មកខ្ញុំសរសេរ OBS ហើយខ្ញុំចុច enter មកគឺវានឹង search ឲ្យយើងអូខេខ្ញុំចូលទៅក្នុង website OBS នេះអញ្ចឹងនៅពេលដែលខ្ញុំចូលដល់ website OBS នេះខ្ញុំចុច download like Windows នេះគឺវានឹងធ្វើការបាទ load pop up download ឲ្យយើងនៅជ្រុងខាងលើស្ដាំនេះបាទរូប logo download ណាបាទរូបតំណាងឲ្យការទាញយកឬក៏ download ហ្នឹងហើយនៅពេលដែលវា download គឺវានឹងធ្វើការធ្លាក់ចូលមកកាន់ទីតាំងមួយនេះដោយស្វ័យប្រវត្តិអញ្ចឹងវាអាចជា file PDF វាអាចជា file មួយចំនួនទៀតបាទនៅកន្លែងហ្នឹងដោយសារតែកុំព្យូទ័ររបស់ខ្ញុំប្រើប្រាស់នៅកម្មវិធីមួយគេហៅថា Free Download Manager ឬក៏ FDM វាដូចនឹងកម្មវិធី IDM អញ្ចឹងជានៅពេលទាញយកគឺវា load កម្មវិធីហ្នឹងឲ្យខ្ញុំវិញដើម្បីរើសទីតាំងដែលខ្ញុំចង់ download ទៀតខ្ញុំចង់ download កម្មវិធីហ្នឹងខ្ញុំចុច download ទៅហើយ file ហ្នឹងគឺវានឹងធ្វើការ override ឲ្យយើងបាទ
ទៀតវាជន់គ្នាព្រោះខ្ញុំធ្លាប់មានម្ដងអញ្ចឹងវានឹងបង្ហាញឲ្យយើងថាអូកម្មវិធីធ្លាប់មានហើយអញ្ចឹងយើងចង់ដូរឈ្មោះវាឬក៏យើងទៅលុបអាចាស់ហើយយើងទៅឡើងថ្មីអញ្ចឹងណាចានេះវានឹងធ្វើការទាញយកឲ្យយើងអូខេអញ្ចឹងទៅទៀតវានឹងលុប file ហ្នឹងមួយហើយទៅឡើងថ្មីចូលបាទនេះគឺ FDM download នេះបាទវាកំពុងតែធ្វើការទាញយកពីអ៊ីនធឺណិតមិញដាក់ចូលទៅកាន់ទីតាំង download ហ្នឹងអូខេមួយទៀតdocument ជាកន្លែងដែលយើងដាក់នៅសំណៅឯកសារមួយចំនួនយើងចង់ដាក់ទៅនៅក្នុងហ្នឹងបង្កើត folder បង្កើត note បង្កើត Word Excel PowerPoint នៅក្នុងហ្នឹងខ្ញុំបង្កើត folder មួយអញ្ចឹង folder នេះខ្ញុំដាក់ថាmy document ចុះបាទអញ្ចឹងនៅក្នុងហ្នឹងខ្ញុំចុចលើវា2ដងហើយខ្ញុំ mouse ស្ដាំខ្ញុំបង្កើត file Word មួយបាទខ្ញុំ mouse ស្ដាំហើយយកពាក្យ new Microsoft Word ហើយខ្ញុំដាក់ថា my CV អូខេខ្ញុំចុចលើហ្នឹងទៅហើយខ្ញុំចុចលើវា2ដងទៀតពេលហ្នឹងវា pop up នៅកម្មវិធីថ្មីមួយទៀតគឺ Microsoft Office Word ដើម្បីឲ្យយើងរៀបចំឯកសារអញ្ចឹងរៀបឲ្យខ្ញុំដាក់ឈ្មោះខ្ញុំចុះជួបពិសិដ្ឋហើយខ្ញុំធ្វើការ save អញ្ចឹងឯកសារហ្នឹងគឺខ្ញុំចុចបិទបានហើយខ្ញុំចុច Ctrl S ដើម្បី save មិញហ្នឹងអញ្ចឹងឯកសារហ្នឹងគឺវានៅក្នុង folder មួយឈ្មោះថា my document ហើយអា my document ហ្នឹងវានៅក្នុង folder ឈ្មោះ documents អញ្ចឹងឥឡូវខ្ញុំចង់ copy ឯកសារហ្នឹងដាក់នៅក្នុង folder ផ្សេងទៀតខ្ញុំចង់ដាក់នៅក្នុង folder picture នេះបាទជា folder រូបភាពបាទ folder video សម្រាប់ដាក់ video អញ្ចឹងឬក៏ folder music សម្រាប់ដាក់ចម្រៀងអញ្ចឹងឥឡូវអញ្ចឹងខ្ញុំ copy ដាក់ចូលឲ្យចម្រៀងទៅទេអញ្ចឹងខ្ញុំចូលត្រង់កន្លែង document នេះហើយ folder មួយនេះខ្ញុំចុចតែមួយ click ទេបាទមកឆ្វេងតែមួយ click ទេយើងចុច Ctrl X ដើម្បីកាត់បាទខ្ញុំកាត់វាដាក់ចូលក្នុងហ្នឹងចុច Ctrl X ពេលហ្នឹងវាទៅស្អាប់ឬក៏យើងមកស្ដាំលើវាហើយយើងចុចយកពាក្យថាកាត់ពេលហ្នឹងយើងវាចូល clipboard របស់យើងចូលទៅត្រង់កន្លែង music នេះមកយើងមកស្ដាំយើងផាសវាទៅអញ្ចឹងអា folder មិញហ្នឹងគឺវានឹង move ចេញពី document ចូលមកកាន់បាទកន្លែងនេះឥឡូវទៀតខ្ញុំចង់ copy អាហ្នឹងបាទខ្ញុំចង់ឲ្យវាមាននៅកន្លែង music មួយហើយខ្ញុំចង់ឲ្យវានៅកន្លែង video នេះមួយទៀតអញ្ចឹងខ្ញុំគ្រាន់ចុចលើហ្នឹងមួយចុច Ctrl C ហើយចូលត្រង់កន្លែង video ខ្ញុំចុច Ctrl V នៅលើក្តារចុចរបស់ខ្ញុំអញ្ចឹងពេលហ្នឹង folder ទាំងពីរហ្នឹងគឺវាមាននៅឯកសារដូចគ្នាហ្នឹងឯងអូខេអញ្ចឹងនេះគឺតកតងជាមួយនឹងការ copy paste កាត់អីយ៉ាងទៅឥឡូវខ្ញុំលុបវិញចុចលើហ្នឹងមួយខ្ញុំចុចប៊ូតុង delete ឬក៏ mouse ស្ដាំលើហ្នឹងខ្ញុំចុច delete ទៅបាទក្នុងនេះខ្ញុំ mouse ស្ដាំខ្ញុំចុច delete ដែរទៅអញ្ចឹងវា delete ដែរអូខេអញ្ចឹងអានេះយើងនិយាយអំពីការប្រើប្រាស់ computer បែប basic ឲ្យដឹងថាអីគេ desktop កន្លែងណាថាបាទពេល download តើយើង download ពីណាតើយើងចង់ search បើកម្មវិធីយើង search មកយើងចង់ pin កម្មវិធីបែបគេហៅថាលឿនយើងចុចបើកចុចបែបម៉េចយើងចូលពី setting តើ setting យើងទៅកំណត់អីគេខ្លះកន្លែងនេះធ្វើអីរបៀប connect internet របៀប connect bluetooth អញ្ចឹងអារបៀប connect internet bluetooth នេះក៏ខ្ញុំនឹងនិយាយភាសាទៀតដែរនៅត្រង់មេរៀន network របស់យើងណាបាទអញ្ចឹងខ្ញុំគិតថាប៉ុណ្្នឹងឯងអំពីមូលដ្ឋានគ្រឹះនៅលើការប្រើប្រាស់computer ស៊េរី Windows វាដូច Mac ទេហើយមួយទៀតវាជាមូលដ្ឋានគ្រឹះទេវាមិនមែនជាការបង្រៀនដែលមានភាគវគ្គឬក៏ full រយៈពេលរាប់ម៉ោងអីដែរអញ្ចឹងអ្នកនេះត្រូវតែធ្វើការ research បន្ថែមឬក៏រៀនប្រើប្រាស់ចុចឆ្វេងចុចស្ដាំខ្លួនឯងទៅហើយខូចម្ដងពីរដងទៅវាជាមេរៀនដែរអញ្ចឹងអរគុណច្រើនមែនទែនសម្រាប់ការទស្សនានៅវីដេអូភាគទី4នេះអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូភាគទី5ជាបន្តទៀតបាយបាយ